អូនដោយសារខ្ញុំជាអ្នកបាទជីកង់នៅតំបន់កោរាល់ថ្ងៃទៅហើយការផុសរបស់ខ្ញុំអំពីការជីកង់កំសាន្តនៅតំបន់កោហើយថ្ងៃនេះខ្ញុំមានមិត្តភ័ក្តិ2នាក់ស្គាល់គ្នាតាម Facebook ម្នាក់នេះគាត់ជាសាស្ត្រាចារ្យបាទសាស្ត្រាចារ្យធ្លាប់រៀនពីសាកលវិទ្យាល័យជាមួយគ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាទតាំងពីដើមទសវត្សរ៍ឆ្នាំ90ហើយគាត់ក៏ជាសាស្ត្រាចារ្យផងដែរហើយជាអតីតនាយកសាលាមកគាត់អញ្ជើញមកពីខេត្តត្បូងឃ្មុំតែគាត់បានចូលនិវត្តន៍ហើយលោកនាយកហើយចំណែកគាត់ខាងនេះគឺនៅបង្រៀននៅឡើយគាត់ចិត្តដល់ពេលចូលនិវត្តន៍ដែរចំណែកខ្ញុំចូលនិវត្តន៍មុនគេបាទខ្ញុំចូលនិវត្តន៍មុនគេហើយថ្ងៃនេះពួកគាត់បានតាក់ទងមកខ្ញុំសូមជិះកង់ព្រោះគាត់ឃើញខ្ញុំបង្ខំហ្នឹងធ្វើឲ្យគាត់ចាប់អារម្មណ៍ពេកហើយឥឡូវខ្ញុំនឹងសួរគាត់ថាតើគាត់មានអារម្មណ៍យ៉ាងម៉េចដែលគាត់ធ្លាប់មកសៀមរាបរហដងហើយគាត់មិនដែលបានជិះកង់ជាមួយខ្ញុំសួរគាត់ណាបងប្អូនស្ដីលោកគ្រូទាំងពីរបាទសួស្ដីបាទសូមសួរលោកគ្រូរៀមច្បងមុនបាទលោកគ្រូធ្លាប់មកសៀមរាបញឹកទេត្រូវទេខ្ញុំមកសៀមរាបបានឆ្នាំ2022មកដង2022ជួលកង់នេះជិះដើរលេងបើជួលកង់ប៉ុន្តែដៃជិះបែបហ្នឹងទេអត់ដែរលេអត់ដែរបានជិះអញ្ចឹងទេអញ្ចឹងគ្រាន់តែជិះលើផ្លូវតិចតិចទេអាឡូងរហូតដែរថាបានដល់វិជាស្រីអីហ្នឹងណាបាទប៉ុន្តែជិះផ្លូវអាឡូងអញ្ចឹងហ៎ផ្លូវអាឡូងអីផ្លូវអាឡូងលើបាទផ្លូវអាឡូងលើបាទអត់បានជិះផ្លូវខាងហើយចុះលើកនេះលោកនាយកយ៉ាងម៉េចយើងអត់ដែរស្គាល់បាទអត់ដែរស្គាល់អ្នកមកពីយើងមកឆ្ងាយយើងអត់ដែរបានស្គាល់ផ្លូវខាងក្រោមទេផ្លូវក្នុងបាទផ្លូវក្នុងឬផ្លូវក្រោមបាទអត់ដែរស្គាល់ឥឡូវលោកនាយកជិះលើកនេះយ៉ាងម៉េចដែរអូមានអារម្មណ៍ថាសប្បាយស្ដាយតែសយកកង់គក់មកបាទសយកកង់គក់មកបើសិនយកកង់នំមកវិញសប្បាយទៅទៀតព្រោះថាយើងកង់គក់ជិះទៅវាលាក់ខ្លាំងជាងបាទបាទប៉ុន្តែថ្ងៃនេះលោកនាយកមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាសប្បាយចិត្តហើយព្រោះបែកញើសខ្ចាយហ្មងជិះផ្លូវនេះហើយអត់ដែរបានជិះអញ្ចឹងហ៎អត់ទេអត់ដែរបានជិះហើយដល់ពេលឥឡូវមានអារម្មណ៍យ៉ាងម៉េចឥឡូវនេះចង់និយាយថាសប្បាយព្រោះយើងសប្បាយត្រង់ថាជិះទៅកាត់វាស្រែផងកាត់ព្រៃផងបានឃើញប្រាសាទផងក្នុងព្រៃប្រាសាទក្នុងក្នុងប្រាសាទក្នុងព្រៃហ្នឹងបានចូលដល់ប្រាសាទក្នុងព្រៃពីព្រោះយើងអត់ដែរទេអត់ដែរចូលប្រាសាទក្នុងព្រៃចូលតែប្រាសាទក្រវត្តប្រាសាទធំណាបាទអរគុណបាទអរគុណលោកគ្រូខាងនេះអីមិនដែរបាទសប្បាយអត់ដែរជិះទេផ្លូវនេះនិយាយត្រង់ស្ទៀមរៀបមកញឹកបាទដែរជិះទេអត់ដែរជិះផ្លូវនេះហ្មងប៉ុន្តែអរគុណមិត្តភ័ក្តិឲ្យបាននាំជិះសប្បាយមែនទែនអត់ចង់ទៅវិញទេដល់នៅ2-3ថ្ងៃទៀតសប្បាយហើយរំភើបទៀតហ៎ហើយលឺសូរតែស្រែកទៅអស់ចាររហូតហ៎អស់ចាណាអត់ដែលឃើញវាស្រែវាលេអញ្ចឹងណាហើយប្រាសាទមិញមិត្តភ័ក្តិនាំថតឡើងប្រាសាទមាសប្រាសាទប្រាក់ទៅស្អាតបាទប្រាសាទក្នុងព្រៃហ៎ក្នុងព្រៃហើយថតខ្លោងវាគេមិញខ្លោងទ្វារខាងត្បូងនៃប្រាសាទប្រទេសក្តីប្រាសាទហ្នឹងក៏អត់ស្គាល់ដែរទៅបានលើកទី1ឯងហើយដល់ពេលត្រឡប់ទៅវិញឥឡូវលោកទាំងលោកគ្រូហើយនិងទាំងលោកនាយកនិងអ្នកជិះកង់នៅខេត្តបាទអតីតនាយកបាទសំទោសលោកជាអ្នកនៅខាងត្បូងឃ្មុំមកទៅវិញលោកនឹងជួយណែនាំមិត្តភ័ក្តិយើងយ៉ាងម៉េចខ្លះអំពីការជិះកង់ចង់ថាយើងទៅវិញយើងមានការសប្បាយអញ្ចឹងមានថតរូបទុកជាអនុស្សាវរីយ៍អញ្ចឹងហើយក៏យករូបថតវីដេអូហ្នឹងយកទៅបង្ហាញមិត្តភ័ក្តិថាណែមកជិះអាផ្លូវក្នុងនេះសប្បាយជាងផ្លូវអាឡូងទៀតអាឡូងយើងធ្លាប់ជិះរាល់ដងហើយតែដល់ពេលអាផ្លូវខាងក្នុងនេះអត់ធ្លាប់ជិះអញ្ចឹងយើងមានអារម្មណ៍ថាសប្បាយប្លែកចេញពីវាស្រែចូលព្រៃចេញពីព្រៃទៅប្រាសាទអូខេប្លែកហើយចុះដល់ពេលលោកគ្រូទៅវិញយ៉ាងម៉េចដែរខ្ញុំទៅវិញខ្ញុំផ្សព្វផ្សាយប្រាប់មិត្តភ័ក្តិបង្ហាញមិត្តភ័ក្តិក្រុមកង់ខ្ញុំឲ្យឃើញក្រុមកង់ខាងភ្នំពេញហ៎បាទខាងភ្នំពេញឈុកមាសបាទក្រុមកង់ឈុកមាសហើយប្រហែលជាឆ្នាំក្រោយទៀតបងអូនខ្ញុំគាត់វិលមកពីធ្វើការស្រុកក្រៅវិញមកពីបារាំងវិញគាត់នឹងពលខ្ញុំមកជួលទស្សនៈនៅរយៈពេល1 ខែហ្មងហើយលំហែកាយជិះកង់ហើយខ្ញុំបានឲ្យមិត្តភ័ក្តិខ្ញុំនាំដើរលេងទៅក្រុងភ្នំពេញអញ្ចឹងហើយបានលោកគ្រូបានណែនាំខ្ញុំទៅកាន់មិត្តភ័ក្តិនៅប្រទេសបារាំងដែរបារាំងខ្ញុំបានបង្ហាញរូបថតគាត់ឲ្យបងអូនមើលបងអូនរំភើបខ្លាំងណាស់គាត់នឹងធ្វើទូទៅហ្នឹងអូខេអញ្ចឹងអរគុណចំពោះចំណាប់អារម្មណ៍ហើយសង្ឃឹមថាលោកគ្រូទាំងពីរអញ្ជើញទៅវិញនឹងជួយណែនាំជនជាតិខ្មែរយើងមកទស្សនាអង្គរបែបណាក៏ដោយបាទមកទស្សនាអង្គរបែបណាក៏ដោយហើយសម្រាប់ខ្ញុំពេលខ្ញុំទៅនៅក្នុងខេត្ត Green Season នេះណាគឺខ្ញុំជូនដោយមិនគិតអ្វីទាំងអស់បើត្រូវការឲ្យខ្ញុំរៀបកង់ប្រមាណក៏ខ្ញុំរៀបជូនដែរហើយខ្ញុំមិនគិតប្រាក់ថវិកាអ្វីទាំងអស់ជាការចូលរួមចំណាយពីខាងខ្ញុំផងដែរណាខ្ញុំជូនទៅកន្លុកកលៀតណាក៏ដោយមិនគិតលុយអ្វីទាំងអស់2ថ្ងៃ3ថ្ងៃក៏ខ្ញុំអាចធ្វើឲ្យបានទាំងអស់ណា
bạn chẳng cũng thích này non từ chun chết dương phong na bây giờ chun សោកស្ដាយបងអត់យកកងុកនេះមក ចឹងហ្នឹង ខ្ញុំចេះទៅដល់ហើយ បាទប៉ុន្តែទូមិនក៏គាត់ជីនៅក្នុងព្រៃបានដែរយ៉ាងច្រើនដែរហើយបាទអរគុណណាអរគុណលោកគ្រូទាំងពីរបាទអរគុណបាទអរគុណបាទបត់តាមអញហើយលេចល្អណាស់បងប្អូនអើយជិះមកពីព្រៃមិញជុំស្អាតណាស់បងប្អូនអើយសម្រស់ស្រុកខ្មែរទេសភាពសម្រស់ស្រុកខ្មែរមើលទៅបងប្អូនប្រាសាទថ្ងៃលិចណាបងប្អូនណាបាទមើលថ្ងៃលិចនៅប្រាសាទប្រែរូបស្រស់ស្អាតណាស់បងប្អូនអើយមើលណាបាទមើលនេះស្រស់ស្អាតណាស់ហើយចេញពួកម៉ាក់ចេញទៅណាបងប្អូនអើយណាមាសបងប្អូនអើយមាសពណ៌មាសស្អាតណាស់ប្រាសាទស្រុកខ្មែរនាំអ្នកខេត្តត្បូងឃ្មុំមកជិះកង់ហើយនឹងអ្នកភ្នំពេញពួកគាត់អត់ដែលស្គាល់បែបហ្នឹងទេស្ម័គ្រចិត្តជូនបាទស្ម័គ្រចិត្តជូនបាទក៏អត់ដែលអត់ជិះកង់បែបហ្នឹងទេហើយម្នាក់ជាអ្នកជិះកង់ភ្នំពេញម្នាក់ជាអ្នកជិះកង់ខេត្តត្បូងឃ្មុំបាទឥឡូវនាំគាត់មកជិះគាត់ថាគាត់អរគុណណាស់ហើយរំភើបណាស់ដែលបាននាំជិះកន្លែងល្អអរគុណតាមមកសឡូនណាឡូននេះ Beautiful afternoon